ដំណឹងទី1គឺតាក់ទងនឹងអ្នកច្បាប់ថាបើគ្រាន់តែតវ៉ាមួយមុខមិនទាន់គ្រប់គ្រាន់ទេគឺកម្ពុជាត្រូវដាក់ប្តឹងថៃតាមយន្តការច្បាប់អន្តរជាតិផងមន្ត្រីកិច្ចការព្រំដែនរដ្ឋាភិបាលក្រៅប្រទេសស្វាគមន៍កម្ពុជាដែលសុំជំនួយឯកសារព្រំដែនពីបារាំងក៏ប៉ុន្តែជំរុញឲ្យដាក់ពាក្យប្តឹងថៃផងក្រសួងការពារជាតិទាត់ចោលព័ត៌មានថៃដែលផ្សាយថាកម្ពុជាប្លង់គ្រាប់ចូលដីថៃមួយគ្រាប់ថ្មីទៀតក្រសួងមហាផ្ទៃសន្យាថាព្យាបាលជំងឺរ៉ាំរ៉ៃឆបោកអនឡាញឲ្យជាដាច់ត្រឹមខែមេសាឆ្នាំនេះអនុរដ្ឋមន្ត្រីការពារជាតិថៃទៅប្រាសាទតាមាន់ធំនឹងតាក្របីក្រោយកម្ពុជាតវ៉ាថាបុរាណដ្ឋានទាំងនេះជារបស់ខ្មែរជនភៀសសឹកដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញនៅជិត100,000នាក់ទៀតអ្នកសារព័ត៌មានម្នាក់ត្រូវបានចាប់ខ្លួនក្រោយរាយការណ៍ករណីអំពើហិង្សាក្នុងទីតាំងឆបោកអនឡាញលោកត្រាំបញ្ជាឲ្យដកកម្លាំងប៉ូលីសអាយ700នាក់ចេញពីរដ្ឋមីនីសូតាក្រោយការតវ៉ាខ្លាំងប្រឆាំងវត្តមានប៉ូលីសទាំងនេះសំទោសជនដែលប៉ុនប៉ងធ្វើឃាតលោកត្រាំជាប់ពន្ធនាគារអស់មួយជីវិតនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃនេះបាទរៀងរដារដប់រ៉ារអួលបន្តិចឲ្យបងប្អូនសូមអធិស្ឋានផងពួកអីចំណងជើងនៃការផ្សាយនេះគឺភាគច្រើនធ្វើភ្លាមផ្សាយភ្លាមមិនមានទាំងពេលនឹងអង្គុយអានឡើងវិញថាតើខុសអក្ខរាវិរុទ្ធអីយ៉ាងណាទេទាល់តែផ្សាយហើយចប់ទៅមើលកែសម្រួលអីឡើងវិញទៅបានអាចឃើញកន្លែងខ្លះឆក់ល្វែងខុសឆ្គងអីមួយចំនួនសូមអធិស្ឋានបងប្អូនដូចខ្ញុំបានជម្រាបអញ្ចឹងមិនអ្នកឯងសុតសាតបង្អែមលៀងមាត់មកផ្ទះធំនេះគឺថាមានទាំងបង្អែមខ្មែរមានទាំងបង្អែមអាមេរិកនេះគឺថាភ្ញាក់តាំងពីម៉ោង3 4ព្រឹករាល់ព្រឹកទៅហើយហ្នឹងតែម្នាក់ឯងសុតសាតគឺថាអស់ក៏ខ្លួនឯងឈូងក៏ខ្លួនឯងស្លឹកចេកជូតក៏ខ្លួនឯងស្អីក៏ខ្លួនឯងចំតិតផ្លុំភ្លើងក៏ខ្លួនឯងឆ្លក់ក៏ខ្លួនឯងពេលខ្លះមិនស្រួលខ្លួនហ្នឹងក៏ខ្លួនឯងដែរមិនល្អូទេបងប្អូនគាត់ថាសូមជម្រាបថាអ្វីដែលផ្សព្វផ្សាយនេះគឺជាកម្លាំងពលកម្មដោយបេះដូងអង់គ្លេសហៅថា labor of love យើងធ្វើចេញពីបេះដូងបងប្អូនដូច្នេះហើយអត់ពិបាកទេគឺថាប្រឹងប្រែងគាត់ថាមានការឆក់ល្វែងអីបន្តិចតួចសូមអធិស្ឋានខន្តីពីបងប្អូនផងព្រោះអីម្នាក់ឯងវាមិនដូចមានគ្នាច្រើនដែលជួយផ្ទៀងផ្ទាត់មើលជាស្ថាប័នអីមួយដែរដល់អញ្ចឹងទៅនឹកសហការីខ្ញុំកាលនៅធ្វើការជាមួយគ្នានៅវិទ្យុអាស៊ីសេរីដែរតែថាពេលតែយើងធ្វើព័ត៌មានអីអញ្ចឹងដូចខ្ញុំផ្សាយព័ត៌មានមួយជ្រុងណាមួយនោះស៊ើបអង្កេតឬក៏ស្រាវជ្រាវអីគឺរកតែមួយរឿងហ្នឹងក្តាប់រឿងហ្នឹងមួយជុំអានតែ5នាទីចប់ដល់តែពេលខ្ញុំអានេះវិញឆ្នាំអាចទន្សាយឥឡូវនេះសំសារភាពឲ្យថាច្រើនមុខដែរប៉ុន្តែព្យាយាមមិនយករឿងច្រើនដែលធ្វើឲ្យមានភាពមិនច្បាស់លាស់ហើយតតែច្បាស់បានផ្សាយបើមិនច្បាស់ទេកុំឲ្យផ្សាយប៉ុណ្ណឹងហើយនៅតែគេជេរមិនដាក់មាត់ទេទម្រាំតែផ្សាយមកយកទៅសងទេមិនដឹងជាយ៉ាងម៉េចទេតែយ៉ាងណាបងប្អូនបង្អែមលៀងមាត់នេះនៅតែមានឲ្យជារសឈ្ងុយឆ្ងាញ់ដដែលស្ករត្នោតអ្នកកំពុងស្ពឺគោចម្រាញ់ដាក់ខ្ទិះដូងយ៉ាងឈ្ងុយឆ្ងាញ់គឺមិនមកយកទៅសងឈិនឆៃយកស្ករលាយជាមួយដីខ្សាច់អីយកមកជូនបងប្អូនទទួលទានពិសាអីទេអត់ទេបាទគឺថានៅតែរក្សារសជាតិដដែលកុំថាឡើយមានអ្នកមើលប្រមាណជេរប្រមាណអីប្រមាណគឺអត់មានរាថយអីទេហើយឥឡូវនេះសប្បាយចិត្តត្រង់ថាបងប្អូនយើងរៀងស្បើយបន្តិចនៅក្នុងការផ្ញើសារដែលគេជេរខ្ញុំមកឲ្យខ្ញុំព្រោះអីខ្ញុំបានសំណូមពរបងប្អូនធ្វើតាមគេចាត់ជួយខ្ញុំបានច្រើនមែនតើគឺទី1គឺជួយកុំឲ្យខ្ញុំរវល់រើសដុំថ្មចោលឆ្កែទី2គឺបងប្អូនបានជួយខ្ញុំច្រើនមែនតើគឺ report គឺរាយការណ៍ទៅ Facebook នៅពេលដែលឃើញជនណាជេរបចោលខ្ញុំនិយាយទៅឲ្យតែឃើញអ្នកណាជេរនៅក្នុងកណនី Facebook ណាប្លុកគាត់ចោលឬក៏ report ទៅ Facebook តែម្ដងទៅព្រោះអី Facebook គេមានគោលការណ៍មួយព្រោះរដ្ឋាភិបាលកម្ពុជាមិនចាត់ការទេអ្នកណាជេរខ្ញុំឬក៏ជេរមន្ត្រីបពប្រឆាំងប៉ុន្តែបើគេជេរនៅក្នុងស្រុកហ្នឹងប៉ះពាល់នឹងរដ្ឋាភិបាលកម្ពុជាគឺជាប់គុក24ម៉ោងអញ្ចឹងណាអញ្ចឹងយើងមានតែពឹងទៅលើ Facebook ហ្នឹងឲ្យជួយបងប្អូនជួយ report ខ្លះទៅជួយប្តឹងទៅគេទៅយូរទៅអាកណនីនោះនៅពេលដែលមានបងប្អូន report ច្រើនអំពីភាពអសិលធម៌អសរោះស្អីបាតផ្សារពៀលាអាវ៉ាសែហ្នឹងទៅគឺគេជួយគ្នាដែរយើងមានតឡាការ Facebook មួយដែរបងប្អូនណាកុំអស់សង្ឃឹមបាទយើងជួយគ្នាម្នាក់បន្តិចទៅដើម្បីឲ្យជនពៀលបាតផ្សារមួយចំនួនហ្នឹងរៀងចាលដែរព្រោះជួនកាលគាត់ចូលបងប្អូនចូលដោយសារលៀបសការៈបាយ3ពេលអីហ្នឹងគឺប៉ាត់ណាប៉ាត់ណីប៉ុន្តែវាខុសអាក្រមសិលធម៌សហគមន៍របស់ Facebook ដែលប្រើរាល់ថ្ងៃហ្នឹងដែរ
ដូច្នេះបើគាត់មិននឿយណាយនៅក្នុងការបង្កើតកណនីថ្មីនៅពេលដែលគេ block ចោលទេឲ្យគាត់ធ្វើទៅប៉ុន្តែជាការសោកស្ដាយដែរកុំភ្លេចថាពួកគាត់ក៏ស្ដាយបាត់អាកណនី Facebook ដែរព្រោះអីមាន follower អីសិតតែ70-80k ឬក៏អ្នកខ្លះ 100k អីផងបាត់មិនស្រួលទេណាបងប្អូនប៉ុន្តែបើសិនជាកម្លាំងយើងសាមគ្គីយើងមុតមមកុំនិយាយទៅគឺកុំចែកបន្តទៀតគឺ delete block report គោលការណ៍3មានប៉ុណ្ណឹង delete block report បាទលុបចោល block ចោលរីកាទៅ Facebook កុំឲ្យជនអក្រិតពីលបាតផ្សារហ្នឹងបានឱកាសព្រោះតែយើងទុកឲ្យកាសឲ្យពួកគាត់ធ្វើអីបានស្រេចចិត្តហ្នឹងហើយដែលពួកគាត់ចូលគ្រប់ពេលណាដូច្នេះធ្វើជួយគ្នាម្នាក់បន្តិចបងប្អូនកុំសួរថាកម្ពុជាជួយអីយើងបានសួរថាយើងទាំងអស់គ្នាជួយអីបានដើម្បីស្ដារសិលធម៌សុជីវធម៌សេចក្តីថ្លៃថ្នូររបស់ខ្មែរយើងឡើងវិញមានតែបងប្អូននឹងឯងដែលជាផ្នែកជាចំោះហើយជាអតិពលសម្លេងមួយនឹងមានសារៈសំខាន់ណាបងប្អូនឆ្នោតមួយសន្លឹកបោះឆ្នោតទៅសម្រាប់ជោគវាសនាថាតើចង់ឲ្យកម្ពុជានេះคล้ายទៅជាឋាននរកអវជ័យឬក៏ចង់ឲ្យคล้ายទៅជាឋានសួគ៌ឋានសុខមានសេរីសួស្តីជ័យមង្គលគ្រប់ប្រការបងប្អូនជាអ្នកសម្រេចបាទមិនមែនមួងណារ៉េតជាអ្នកសម្រេចទេព្រោះមួងណារ៉េតជាជនរងគ្រោះរបស់ជនបាតផ្សារទាំងអស់នោះដែរបាទឥឡូវកុំឲ្យខាត់ពេលយូរបងប្អូនអ្នកច្បាប់ថាបើគ្រាន់តែតវ៉ាមួយមុខមិនគ្រប់គ្រាន់ទេគឺកម្ពុជាត្រូវដាក់ប្តឹងថៃតាមយន្តការច្បាប់អន្តរជាតិផងកោកសឹកមកតដោកឆ្អែតតពោះកបីទេបងប្អូនមើលទៅដូចទៅសំភ្លើងយ៉ាក់អញ្ចឹងមួយថ្ងៃប្រជាពលរដ្ឋគ្រប់គ្នាអង្វររដ្ឋាភិបាលខ្លួនឯងដែលជាម៉ែឪដាក់ប្តឹងគេទៅហើយដាក់ប្តឹងគេទៅខ្ញុំសុំអង្វរហើយឮតែអញ្ចឹងហើយបើមួងណារ៉េតវិញគឺបើរាប់ទៅពីខែចាប់ផ្ដើមផ្សាយមកគឺ7ខែ8ខែតាំងពីមានចំនួនព្រំដែនមកគឺអត់ដែលមាន show ណាមួយសោះអត់ដែលមាន show ណាមួយដែលមួងណារ៉េតអត់បានអង្វររដ្ឋាភិបាលថាដាក់ពាក្យប្តឹងទៅគេទៅហើយបានដីយើងមកវិញអត់ដែលសោះអត់ដែលខានសោះហើយអត់ដែលឈប់ទេហើយនឹងមិនឈប់ទៀតព្រោះដោយសារអីយើងវាគ្មានកម្លាំងប្រដាប់អាវុធឯណាទៅទម្លាក់រដ្ឋាភិបាលឬក៏ញុះញង់ឲ្យមានអំពើហិង្សាស្អីឯណាអីទេអត់ទេមួងណារ៉េតនេះគឺថាបដិសេធឬក៏ជំទាស់ឬក៏តវ៉ាប្រឆាំងដាច់ខាតកោលទោសអំពើហិង្សានយោបាយសពបែបយ៉ាងមិនចំពោះតែគណៈបកប្រជាជនឬក៏ធ្វើចំពោះគណៈបកប្រឆាំងឬគណៈបកណាទេគឺអំពើហិង្សានយោបាយនេះគឺជារឿងមួយដ៏គួរឲ្យព្រឺព្រួចហើយដ៏គួរឲ្យស្អប់ខ្ពើមដែលយើងទាំងអស់គ្នាគួរតែបំបត្តិចោលហើយយើងយកវប្បធម៌នៃការដែលអហិង្សាតវ៉ាតាមសន្តិវិធីឲ្យរដ្ឋាភិបាលធ្វើអីមួយបើគាត់មិនធ្វើយើងបន្តទៀតបាទអំពើអហិង្សានេះច្រើនតែឈ្នះអំពើហិង្សាគ្រប់ទិសទីទឹកមួយដំណក់តក់នៅក្នុងបំពង់វានឹងពេញបំពង់នៅពេលដែលយើងនៅតែប្រឹងព្យាយាមតទៅទៀតឲ្យតែដឹងថាសេចក្តីព្យាយាមរបស់យើងគឺជារឿងត្រឹមត្រូវដូច្នេះខ្ញុំបានអ្នកច្បាប់អ្នកអីមកជួយនោះខ្ញុំសប្បាយចិត្តដែរមិនមែនកម្ពុជាជាដីរបស់ខ្ញុំតែម្នាក់ឯងទេវាជាកម្មសិទ្ធិរបស់បងប្អូនយើង7-10 លានអ្នកដែរហ្នឹងដោយទាំងអ្នកជេរខ្ញុំដែរហ្នឹងដូច្នេះវាអត់មានអីដែលដូចថាទៅតែម្នាក់ឯងហើយបងប្អូនឃើញខំក្រុមប្រឆាំងហ្នឹងក៏តវ៉ាច្រើនឥឡូវនេះគឺអ្នកច្បាប់នេះគឺគាត់មានប្រតិកម្មតបថាបើគ្រាន់តែប្តឹងឬក៏សំទោសគ្រាន់តែតវ៉ាមួយមុខវាអត់គ្រប់គ្រាន់ហ្នឹងអ្នកណាហើយតវ៉ារឿងអីទៀតហើយហេតុអីក៏មិនប្តឹងគេហ្នឹងបាទនេះគឺជាការតបទៅនឹងសេចក្តីថ្លែងការណ៍សំទោសសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាមួយសន្លឹកទៀតហើយបងប្អូនតវ៉ាហ្នឹងខ្ញុំថាឥឡូវយើងចាប់រាប់ពី700ដងឡើងទៅហើយព្រោះអីកាលពីមុន700ដងឥឡូវប្រហែលជាង700ដងអាហ្នឹងអត់ទាន់រាប់700ដងទៀតកាលពីខែមិថុនាទេណាបងប្អូនបើសរុបទៅជាង1400ដងហើយដែលតវ៉ាបាទតែអត់ប្តឹងកម្ពុជាតាមរយៈក្រសួងការបរទេសនេះបានតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់អានសេះតើក្រសួងការបរទេសកម្ពុជាតវ៉ារឿងអានសេះអីព្រោះម្សិលមិញតវ៉ារឿងថៃនាំក្រុមប៉ូលីសអន្តរជាតិចូលបរទេសចូលទៅក្នុងដែនអធិបតេយ្យកម្ពុជានៅអូស្មាច់ឥឡូវនេះតវ៉ាពីរឿងដាក់កុងតឺន័រនៅច្រកអានសេះបងប្អូនកុងតឺន័រនេះអត់មែនរឿងថ្មីទេកុងតឺន័រនេះថៃដាក់នៅភូមិជោគជ័យប្រាសាទដាក់បលាលួសដាក់អីហ្នឹងគឺថាវារកម្មចិត្តកម្ពុជាហ្នឹងវាអស់ហើយតវ៉ានោះហើយលិខិតតវ៉ានេះក៏អត់មានអីថ្មីដែរគាត់ថាវាថ្មីត្រង់ថាវាមានទូកុងតឺន័រ3គ្រឿងទៀតដែលថៃទៅដាក់នៅឯច្រកអានសេះអាពីមុនគេដាក់ឡើងសឹងពាត់ចិត្តព្រំដែនខ្មែរអស់ហើយហ្នឹងយើងតវ៉ាអស់ចិត្តតែឥឡូវនេះតវ៉ាថែម3ទូទៀតតើវាមានប្រសិទ្ធភាពយ៉ាងណាមើលសេចក្តីតវ៉ារបស់ក្រសួងការបរទេសកម្ពុជាថាក្រសួងការបរទេសកម្ពុជាតវ៉ាជាផ្លូវការ
ប្រឆាំងនឹងការដាក់កុងតឺន័រចំនួន3ទូនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2026ដោយកងកម្លាំងប្រដាប់អាវុធថៃក្នុងភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារនៃប្រជាណាចក្រកម្ពុជាដែលរៀបរៀងដល់ការចូលទៅកាន់ច្រកព្រំដែនអន្តរជាតិអានសេះសកម្មភាពនេះគឺជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើដែនអធិបតេយ្យរបស់កម្ពុជាអាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរបរិយាកាសសន្តិសុខនៅក្នុងនិងជុំវិញតំបន់ស៊ីវិលពង្រឹងការគ្រប់គ្រងដោយយោធាឬក៏បង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងនិងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាពនិងថ្លៃថ្នូររបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាទៅកាន់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគាត់វិញជាចុងក្រោយកម្ពុជាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់នេះដែលជាការពង្រឹងការកាន់កាប់លើទឹកដីកម្ពុជាដោយប្រទេសថៃសកម្មភាពនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹងផងដែលមានចែងនៅក្នុងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅថ្ងៃទី27ខែធ្នូឆ្នាំ2025ព្រមទាំងបំពេញទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានបាទនេះគឺជាការតវ៉ាខុសទេបងប្អូនអត់ខុសទេគឺជាការត្រឹមត្រូវខ្ញុំគាំទ្រការតវ៉ារបស់កម្ពុជាព្រោះអីអ្វីក៏ដោយដែលស្ថិតនៅក្នុងដែនអធិបតេយ្យខ្មែរគឺមិនមែនជាអ្នកថៃជាអ្នកដែលដោះស្រាយទេប៉ុន្តែមុននឹងខ្ញុំចូលទៅដល់មតិរបស់អ្នកច្បាប់ខ្ញុំចង់លើកបន្តិចថាតើកម្ពុជាមានមូលដ្ឋានអីនៅក្នុងការតវ៉ាជាការពិតនៅពេលដែលមានការរំលោភឈ្លានពានដល់ដែនអធិបតេយ្យកម្ពុជាការតវ៉ានេះគឺកម្ពុជាដាច់ខាត់ត្រូវតែធ្វើឲ្យព្រោះអីមានរដ្ឋអធិបតេយ្យរំលោភឈ្លានពានក្នុងដែនអធិបតេយ្យរបស់យើងអាហ្នឹងគឺជារឿងផ្លូវទូតផ្លូវការផ្លូវរដ្ឋាភិបាលគេត្រូវតែធ្វើហើយព្រោះអីយើងជារដ្ឋអធិបតេយ្យបើមានកម្លាំងប្រដាប់អាវុធគឺវាយស្រោចខ្ទេចអត់មានឲ្យអ្នកណាមកស្អីណាមកដាក់កុងតឺន័រដាក់បន្លាលុះអីទេព្រោះយើងមើលសំបីតែដែនទឹកដែនសមុទ្រមានទូកនេសាទអីគឺយើងមានសិទ្ធិបាញ់កំទេចទូកនេសាទនឹងចោលតែម្ដងពលិចចោលហ្មងពួកអីវាចូលក្នុងដែនអធិបតេយ្យរបស់យើងមានសិទ្ធិការពារដែនអធិបតេយ្យរបស់យើងហើយជាសារប្រាប់ទៅក្រមប្រជាមិត្តហ្នឹងថាអ្នកឯងមិនអាចរំលោភបំពានឈ្លាននៅក្នុងដែនអធិបតេយ្យខ្មែរបានតាមអំពើចិត្តទេកម្ពុជាមានសិទ្ធិការពារខ្លួនក៏ប៉ុន្តែយើងអត់មានកម្លាំងការពារខ្លួនបានទេនៅពេលនេះដោយសារតែយើងបាក់ស្បាតនឹងការដែលបង្ក្រាបយ៉ាងចាស់ដៃរបស់យោធាថៃនៅក្នុងរយៈពេលបាញ់គ្នា2លើកនេះដូច្នេះយើងសន្មត់ថាវាអស់មានរឿងអីត្រូវតបតដោយកម្លាំងប្រដាប់អាវុធដែរនៅក្នុងពេលនេះយើងតតែកសាងកម្លាំងនេះ30-40ឆ្នាំទៀតនោះបានអាចនឹងរឹងប៉ឹងរឹងមាំតទល់ជាមួយនឹងថៃបានហើយ30-40ឆ្នាំទៀតហ្នឹងតតែយើងចាប់ផ្ដើមពីឥឡូវទៀតណាបើអត់ចាប់ផ្ដើមពីឥឡូវទេកុំថា30-40ឆ្នាំ100ឆ្នាំ1000ឆ្នាំទៀតក៏យើងហៅលែងលឺដែរព្រោះអីគេចេះតែវិវត្តយើងចេះតែរិចរិលអាហ្នឹងគឺអត់អាចខិតចូលគ្នាបានទេដូចយើងខ្សែពីរដែលស្របគ្នាបងប្អូនវាយូរទៅវាមិនមែនត្រឹមតែស្របគ្នាគឺវារត់កាន់តែងាកឆ្ងាយពីគ្នាវាអាចជួបគ្នាវិញបានទេតែបើសិនជាយើងកែប្រែប្រព័ន្ធដឹកនាំរដ្ឋរបស់យើងពង្រឹងសាមគ្គីជាតិកែប្រព័ន្ធប្រជាធិបតេយ្យឡើងវិញពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយនឹងរដ្ឋបរទេសជាពិសេសជាមួយលោកសេរីដោយអាមេរិកដោយសហគមន៍អឺរ៉ុបឲ្យរឹងមាំកុំឲ្យគេដៀលជេរថោទោសយើងរឿងសិទ្ធិមនុស្សជាធិបតេយ្យឯទៀតអានឹងយើងអាចសង្ឃឹមថានៅក្នុងរយៈពេលជាក់លាក់ណាមួយគឺខ្មែរយើងនឹងអាចឈរជើងរឹងប៉ឹងហើយយើងកុំភ្លេចថាថៃដល់ពេលដំណាក់កាលដែលគេទៅដល់ណានៃយើងរត់តបាញ់ជើងសប្ងៃថៃដើរយើងរត់ណាហើយយើងសាកគិតមើលនៅពេលដែលយើងដាក់ជើងទៀតយើងបន្ថយជើងទៀតគេរត់តែដាច់យើងបាត់ទៅដល់កងពាន់ទីប្រមាណបាទហើយដូច្នេះរឿងនេះវិញ្ញាសានេះគឺជាវិញ្ញាសាធំមួយសម្រាប់ឲ្យប្រជាជាតិខ្មែរទាំង17លានអ្នកគិតគូរឡើងវិញបងប្អូនគិតគូរឡើងវិញរឿងនេះគឺជារឿងមួយដែលដល់ពេលវេលាដ៏ទុំជោនៅក្នុងការយើងពង្រឹងការឯកភាពសាមគ្គីជាតិខ្មែរយើងឡើងវិញហើយអត់មានគិតនិន្នាការនយោបាយទេយើងត្រូវចាំថាម៉ោងនេះគឺអត់មានម៉ោងនិន្នាការនយោបាយទេម៉ោងបង្រួបបង្រួមជាតិម៉ោងលែងងើបមួយវាយមួយលែងចាត់ទុកគ្នាជាសត្រូវលែងអីទាំងអស់គណៈបកនយោបាយណាក៏ដោយចូលរួមនៅក្នុងការបោះឆ្នោតធ្វើអីបានធ្វើទៅលើកទឹកចិត្តឲ្យធ្វើគ្រប់គ្នាហើយផ្លាស់ប្ដូរអារបៀបដឹកនាំរដ្ឋរបៀបបំផ្លាញគ្នានឹងចោល180ដឺក្រេគឺត្រូវតែដូរហើយបើអត់ដូរទេគឺអត់បាច់សង្ឃឹមអីទេឥឡូវនេះគឺខ្ញុំនិយាយអំពីរឿងយើងមានគោលការណ៍អីដែលយើងទៅតវ៉ាគេជាការពិតដូចខ្ញុំនិយាយចឹងថាបើគេចូលទន្ទ្រានដែនអធិបតេយ្យរបស់យើងត្រូវតវ៉ាប៉ុន្តែចំណុចខ្សោយរបស់កម្ពុជាមួយហើយជាដងដាវដែលហុចឲ្យថៃហ្នឹងគឺកិច្ចព្រមព្រៀងឬសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025តើកិច្ចព្រមព្រៀងហ្នឹងវាចែងយ៉ាងម៉េចបងប្អូនកិច្ចព្រមព្រៀងឬសេចក្តីថ្លែងការណ៍រួមស្តីអំពីបទឈប់បាញ់ហ្នឹងចែងថាអ្នកណានៅណា
អ្នកហ្នឹងនៅហ្នឹងនេះដែលជាលិខិតកតិយុត្តណាជាកិច្ចព្រមព្រៀងជាកិច្ចសន្យាជាលក្ខខណ្ឌដែលភាគីទាំងពីរបានព្រមព្រៀងគ្នាគឺលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិយើងបានចុះហត្ថលេខាជាមួយនឹងលោកណត្តភុងណាផានិចភាគីរដ្ឋមន្ត្រីក្រសួងការពារជាតិចាំផ្ទះថៃនៅថ្ងៃទី27ខែធ្នូដើម្បីឲ្យមានបទឈប់បាញ់ហើយបទឈប់បាញ់មិនមែនបានមកដោយការដែលព្រមព្រៀងគ្នាទេបទឈប់បាញ់នេះគឺបានមកដោយការធ្វើសម្បទានមិនមែនសម្បទានតិចតួចទេគឺថៃអត់ធ្វើសម្បទានអីទេគឺថៃធ្វើសម្បទានតែមួយទេឈប់វាយខ្មែរតទៅទៀតឈប់ទម្លាក់គ្រាប់ឈប់បាញ់អីចឹងផ្អាកសិនតែប៉ុណ្្នឹងនេះសម្បទានរបស់ថៃសម្បទានរបស់ខ្មែរគឺដីច្រើនកន្លែងនៅ4ខេត្តដែលត្រូវកាត់ទៅឲ្យថៃគ្រប់គ្រងយើងមិនផ្ដាល់ដីនឹងឲ្យថៃទេប៉ុន្តែយើងព្រមព្រៀងជាមួយថៃថាដីទាំងអស់នេះតំបន់ទាំងអស់នេះទាហានថៃវាយបានឈរជើងនៅណាឈរជើងនៅហ្នឹងគឺបានន័យថាជាសម្បទានធំមែនតើគឺព្រមឲ្យថៃទទួលគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាត្រង់ចំណុចដែលយើងព្រមព្រៀងគ្នាជាមួយគេដោយដាក់លក្ខខណ្ឌតែមួយគត់ហាមថៃរុលមកលើសពីកន្លែងដែលព្រមឲ្យគ្រប់គ្រងហ្នឹងយើងហាមគេមិនឲ្យមកលើសពីកន្លែងដែលគេបានគ្រប់គ្រងលើដីខ្មែរទេណាមិនមែនបានន័យថាហាមថៃមិនឲ្យធ្វើអ្វីក្នុងដែនអធិបតេយ្យដែលថៃដែលដណ្ដើមបានពីខ្មែរទេនិយាយរួមទៅគឺយើងបានលក្ខខណ្ឌតែមួយគត់គឺជាមួយថៃហ្នឹងបានន័យថានៅណានៅហ្នឹងអត់ត្រូវរុលថែមអត់ត្រូវបង្កើនទ័ពថែមអត់ត្រូវអីតែប៉ុណ្្នឹងទេប៉ុន្តែអត់មានលក្ខខណ្ឌថាទេអ្នកឯងនៅក្នុងតំបន់អ្នកឯងធ្វើអីអត់បានទេអត់មានលក្ខខណ្ឌហ្នឹងទេគ្រាន់តែថាមានលក្ខខណ្ឌមួយទៀតចែងថាកុំធ្វើអ្វីដែលនាំឲ្យមានការប៉ះពាល់ដល់ការកើនកម្ដៅព្រំដែនបានន័យថាម៉េចកើនទ័ពឬក៏ដំឡើង drone ឬក៏អីបង្ហោះចូលដែនអធិបតេយ្យបាញ់កផ្លោងដាក់គ្នាថែមទៀតអីដែលរំលោភបទជប់បាញ់ប៉ុន្តែសប្តាហ៍ថ្ងៃថៃមានធ្វើអញ្ចឹងណាគឺថៃគេធ្វើគេជីកលេនដ្ឋានគេជីកដាក់ធ្វើផ្លូវគេដាក់កុងតឺន័រដាក់បឡាលួសថៃអះអាងថាគេធ្វើនៅក្នុងដែនអធិបតេយ្យដែលគេដណ្ដើមបានតែប៉ុណ្ណឹងហើយចឹងយកទៅរករឿងគេនឹងទៅរករឿងបានផលយ៉ាងម៉េចខ្ញុំពងតែឆ្ងល់នេះយើងពិតជាធ្វើត្រូវហើយនៅក្នុងនាមជាប្រទេសសម័យប្រទេសម្ចាស់ផ្ទះយើងត្រូវតែតវ៉ាប៉ុន្តែតវ៉ាយ៉ាងម៉េចនៅពេលដែលយើងតវ៉ាតែមាត់តែសេចក្តីថ្លែងការណ៍របស់យើងនៅក្នុងជាលិលាអសរយើងព្រមឲ្យថៃគ្រប់គ្រងតំបន់ទាំងអស់នោះទៅហើយហ្នឹងគឺអ្នកណានៅណាអ្នកនឹងនៅហ្នឹងហើយមកដល់ម៉ោងហ្នឹងយើងមានដែលទៅរករឿងថៃអីបានក្រៅពីតវ៉ាថ្កោលទោសជូនដំណឹងមិនទទួលស្គាល់បដិសេធយ៉ាងដាច់អហង្ការបានតែប៉ុណ្ណឹងថៃគេមិនទាំងឲ្យជនភៀសសឹកយើងចូលទៅភូមិព្រៃច័ន្ទភូមិជោគជ័យបឹងតគួនអូស្មាច់តំបន់ថ្មដាម៉ាកណោប្រជាពលរដ្ឋនៅរាប់ពាន់គ្រួសារដែលអត់ទាន់អាចវិលចូលទៅតំបន់ទាំងអស់នោះយើងអត់អាចធ្វើអីគេបានផងហ្នឹងយើងបានតែអំពាវនាវស្នើសុំឬក៏យ៉ាងច្រើនយើងសរសេរលិខិតអំពាវនាវជាបន្ទាន់ទៅអង្គការផ្នែកលំនៅឋានខាងអន្តរជាតិខាងអង្គការសហជីវជាតិអីអញ្ចឹងសិទ្ធិលំនៅឋានសិទ្ធិអីប៉ុន្តែដែលស្ថាប័នទាំងអស់នោះដែលមករករឿងរុំមកជួយដោះស្រាយយើងអីអត់សោះដោយសារអីដោយសារយើងជាប់កិច្ចសន្យាជាមួយភាគីថៃថាអ្នកណានៅណាអ្នកនឹងនៅនឹងដូច្នេះដែនទាំងដែលគេពាត់បលាលួសដែលគេដាក់កុងតឺន័រហ្នឹងថៃគេអះអាងថាអាហ្នឹងគឺជាកន្លែងដែលគេវាយបានជារបស់គេអញ្ចឹងសរុបសេចក្តីមកវិញកម្ពុជាធ្វើត្រូវតាមរយៈផ្លូវទូតផ្លូវការក្នុងឋានៈរដ្ឋាភិបាលនិងរដ្ឋាភិបាលប៉ុន្តែនៅខ្វះយន្តការអន្តរជាតិមួយយ៉ាងសម្បើមគឺតុលាការយុត្តិធម៌អន្តរជាតិឬតុលាការព្រហ្មទណ្ឌអន្តរជាតិដែលជាយន្តការមួយហួសពីកិច្ចព្រមព្រៀងហួសពីការដែលចរចាឈប់បាញ់វាជាការពិតហើយវាមានកិច្ចព្រមព្រៀងចរចាអីខាងក្រោយប៉ុន្តែកិច្ចព្រមព្រៀងការចរចានេះក៏នៅតែចំណុះក្រោមអនុសញ្ញាសន្ទុះសន្ធិសញ្ញាបារាំងសៀមឬក៏អ្វីដែលមានតាំងពីឆ្នាំ1904 1907ហើយនោះដែលយើងបានព្រមព្រៀងគ្នានៅក្នុងសន្ធិសញ្ញាហ្នឹងថាកម្ពុជានិងថៃត្រូវតែអនុវត្តយន្តការវាស់វែងព្រំប្រទល់តាមរយៈព្រំដែនដែលមានផែនទីខ្នាតលើ1-200,000តែឥឡូវថៃគេប្រើផែនទីខ្នាត1លើ50,000ដូច្នេះយើងអត់អាចនឹងចរចាយើងអត់អាចនឹងនិយាយអីជាមួយថៃបានទាំងអស់ក្រៅតែពីប្តឹងបើអត់ប្តឹងគឺថៃគេមិនគេថៃគេចង់ក្រោយគេគ្រាន់តែមកយកតែសេចក្តីប្រកាសរួមហ្នឹងគឺយើងនឹងចាប់បាត់ទៅឲ្យបងប្អូនសប្តាហ៍ថ្ងៃនេះរដ្ឋាភិបាលកម្ពុជាព្យាយាមស្អំចិត្តបងប្អូនឲ្យជឿថាយើងចូលសងថៃចូលសងយើងហើយយើងប្រមូលមកគេកសាងនេះគេកសាងនោះចាំយើងចូលទៅអាស្រ័យផលតែម្ដងនេះជាការសង្ឃឹមរបស់កម្ពុជាស្អំចិត្តប្រជាពលរដ្ឋខ្មែរថាអាយន្តការដែលយើងប្រើនេះគឺថៃគេសង់ផ្លូវសង់អីគឺយើងកំភៃដីយើងឯងដល់តែពេលថៃធ្វើឲ្យស្អាតយើងចូលទៅយើងនៅតែម្ដង
អានេះគឺជាការសង្ឃឹមខ្យល់បងប្អូនព្រោះអីថៃគេស្លាប់ទាហានគេអស់រាប់សិបនាក់បំផ្លាញខ្ទេចខ្ទីឲ្យថៃគេប្រឹងប្រាប់ទៅពិភពលោករាល់ថ្ងៃថាយើងទេឈ្លានពានថៃថាយើងទេដែលវាយទៅដណ្ដើមទឹកដីថៃអីណាសូម្បីតែគេទន្ទានឈ្លានពានយើងគេបានកែប្រវត្តិសាស្ត្រគេបានកែការយល់ឃើញរបស់អន្តរជាតិហើយគេបានជោគជ័យមែនណាមិនមែនលេងសើចទេណាថៃធ្វើបានជោគជ័យមែនណាដោយសារអីទី1គ្មានសារព័ត៌មានអន្តរជាតិណានិយាយថាថៃឈ្លានពានកម្ពុជាទេគ្មានទេអត់សោះតំបន់ហ្នឹងនៅតែតំបន់ប្រទេសបតុងសារព័ត៌មានណាក៏និយាយចឹងដែរនឹងសារព័ត៌មានអន្តរជាតិមានតែសារព័ត៌មានខ្មែរកាន់ជើងរដ្ឋាភិបាលឯដែលនិយាយថាថៃឈ្លានពានកម្ពុជាក្នុងនោះមានខ្ញុំមួយដែរដែលខ្ញុំមិនគាំទ្ររដ្ឋាភិបាលកម្ពុជាផ្កាប់មុខទេហើយក៏ខ្ញុំរិះគន់គ្រប់រឿងប៉ុន្តែចំណុចត្រូវខ្ញុំនិយាយខ្ញុំនៅតែថាថៃឈ្លានពានកម្ពុជាខ្ញុំមិនបាច់ផ្សាយជាអន្តរជាតិកាន់ជើងសារព័ត៌មានអន្តរជាតិណាប៉ុន្តែខ្ញុំនៅតែមើលឃើញថាថៃឈ្លានពានកម្ពុជាយ៉ាងក៏ក្លឿនខ្ញុំគ្មានដូរពាក្យហ្នឹងទេថៃនៅតែឈ្លានពានកម្ពុជាអត់ដូរទេបាទព្រោះអីគឺថៃឈ្លានពានកម្ពុជាចឹងបាទក៏ប៉ុន្តែបងប្អូនមើលក្រៅពីហ្នឹងតើមានអ្នកណាគេថ្កោលទោសយើងសហគមន៍អន្តរជាតិអត់សោះគ្មានតែមួយប្រទេសសូម្បីតែវៀតណាមសូម្បីតែចិនដែលសុទ្ធតែជាមិត្តម៉ឺនឆ្នាំចាក់ទឹកមិនលិចប្រលេះដៃខ្មែរចាក់ខ្សែម៉ាយកទៅសងយកទៅចំណេញយករៀងខ្លួនយើងណាគឺទឹកភ្នែកយើងអត់មាននិយាយទៅយើងអត់មានទឹកមាត់ប្រៃផ្នែកអន្តរជាតិទេដោយសារអីដោយសារតែយើងធ្លាប់ធ្វើឲ្យយើងคล้ายទៅជាអ្នកដែលគេលែងស្ដាប់បងប្អូនដូចក្មេងម្នាក់ខ្វៀលជៀមដែលស្រែកប្រាប់ថាចកមកស៊ីជៀមហើយដល់ពេលអ្នកស្រុកមកជួយគាត់ថាលេងអត់មានជៀមណាត្រូវចកស៊ីផងដល់តែពេលច្រើនលើកច្រើនគ្រានិយាយថាម៉េចគេចកមកមែនតែនមកស៊ីជៀមស៊ីប៉ប៉ែអស់ក៏គ្មានអ្នកស្រុកណាមកជួយព្រោះក៏ហក់ច្រើនពេកប្រជាពិធច្រើនពេកយើងទៅអង្គការសហប្រជាជាតិដងណាក៏ប្រាប់ថាការបោះឆ្នោតនៅខ្មែរមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌អត់មានគណៈបកប្រឆាំងរំលាយគេចោលខ្ទេចខ្ទីអស់អ្នកណាងើបមួយវាយមួយអ្នកណាអីចាប់ដាក់គុកអស់ហើយទៅបោះឆ្នោតមានតែគណៈបករណបរបស់ខ្លួនប្រមាណអ្នកហ្នឹងថាពហុបកទៀតហើយទៅប្រាប់គេថាមានសេរីត្រឹមត្រូវនឹងយុត្តិធម៌គ្មានប្រទេសណាមួយគេគ្រប់គ្រងហើយទៅយើងនៅតែគិតថាបានហើយមិនអីទេឲ្យតែបោកប្រជាពលរដ្ឋបានសហគមន៍អន្តរជាតិនិយាយឲ្យតែគ្រប់កិច្ចទៅហើយដល់ពេលគេដឹងអញ្ចឹងទៅគឺគេកាន់តែណាយទៅឆ្ងាយទៅគេរិះគន់គេតវ៉ាគេឲ្យយើងដូរយើងអត់ដូរដល់តែពេលដល់លិចទឹកបានយើងដឹងថាអូយើងនៅម្នាក់ឯងយកប្រជាពលរដ្ឋ17លានអ្នកជាចំណាប់ខ្មាំងហើយយើងនឹងក៏អញ្ចឹងដែរ7 10លានអ្នកនឹងខ្ញុំអាសូរបងប្អូនយើងមែនតើទាំងបញ្ញវន្តទាំងនិស្សិតនឹងគឺថាម៉ាយកទៅសងអាជ័យធ្លាក់ទឹកហើយអើគេថាអីថាទៅសឹមដូចថាសម័យខ្មែរក្រហមអញ្ចឹងកូនក្មេងអាយុ12ឆ្នាំកាន់កាភ្លើងអូសដីនឹងមកយកទៅវាយចោលស្លាប់អង្គគេអញ្ចឹងទៅដូចថាវាឈឺចាប់មែនតើឈឺចាប់នឹងត្រង់ថាយើងជាមនុស្សដែលមានមនសិការមានសម្បញ្ញៈមានឧត្តមគតិមានវិចារណញ្ញាណគ្រប់គ្រាន់ជានិស្សិតជាបញ្ញវន្តជាបណ្ឌិតសង្ងំដេកសក់ទាំងអស់ដោយសារតែអាសាច់ជូនខ្លាបាននៅស្រុកបានអត់និយាយអត់ហ៊ានធ្វើអីទាំងអស់ព្រោះគេបង្ក្រាបពេកដូចសម័យខ្មែរក្រហមអញ្ចឹងគឺថាសម័យខ្មែរក្រហមវាមើលទៅឃើញយកទៅសម្លាប់ស្រស់ណាប៉ុន្តែសម័យនេះគឺគេធ្វើឲ្យស្ងាត់ឈឹងអញ្ចឹងហ្មងគឺថាគេអត់សម្លាប់យើងយូរមួយដូចរឿងលោកបណ្ឌិតកែមលីជាវិជាឬក៏អីអញ្ចឹងទៅគេមិនអត់សោះទេវាមានករណីឃាតកម្មអញ្ចឹងមិនដែលរកឃាតករឃើញទេបានតែឃាតករសពនិមិត្តធ្វើឲ្យអាការភ័យហ្នឹងកាន់តែបាក់ស្បាទៀតព្រោះអីអត់ជឿលើអាជ្ញាធរដែលរកយុត្តិធម៌ឃើញអាហ្នឹងគឺបានចំណេញទៅរបៀបដឹកនាំបែបផ្ដាច់ការតែព្រោះអីប្រជាពលរដ្ឋចាប់ផ្ដើមមន្ទិលភ័យអត់ជឿទុកចិត្តស្ថាប័នណាទាំងអស់អញ្ចឹងសុកចិត្តស្ងៀមជាជាងស្រដីតាពីចេកខ្ចីជាជាងតនេមាត់អញ្ចឹងប្រទេសយើងធ្លាក់ចូលនៅក្នុងស្ថានភាពគ្រប់គ្រងរដ្ឋដោយក្រុមមួយក្រុមគេចង់ថាអីក៏បានគេចង់និយាយអីក៏បានគេចង់ឲ្យប្រជាពលរដ្ឋស្ដាប់អីក៏បានអ្នកណាផ្ទុយតែពីហ្នឹងគឺខ្មាំងទាំងអស់វាអត់មានខុសគ្នាពីសម័យខ្មែរក្រហមណាបងប្អូនព្រោះសម័យខ្មែរក្រហមគឺតវ៉ាខ្មាំងប្រឆាំងខ្មោចហើយដល់ពេលឥឡូវគឺស្ងាត់អញ្ចឹងជាប់គុកជាប់ច្បាក់ជាប់អីចឹងហើយគេធ្វើច្បាប់ធ្វើអីកែឲ្យត្រូវដើម្បីស្របច្បាប់គ្រប់រឿងតិចថាអាជ្ញាធរបង្ក្រាបអ្នកទាំងអស់នោះខុសច្បាប់ទៅគេអត់មានធ្វើឲ្យយើងឃើញខុសច្បាប់ទេការបោះឆ្នោតទៅបោះឆ្នោតពេញស្ថានីយ៍បោះឆ្នោតទៅប្រាប់អន្តរជាតិថាកែងបោះឆ្នោតកែងចង់បានអញ្ចឹងហើយប្រជាធិបតេយ្យប្រជាពលរដ្ឋ8 9លានទៅបោះ9លានអ្នកទៅបោះឆ្នោតអត់យកអីចឹងយកអីគេទៀតគណៈបកនយោបាយឃោសនា20 30អត់តែគណៈបកប្រឆាំងប្រមាណដែលជាគេចោទថាក្បត់ជាតិក្បត់អីហ្នឹងវាមិនវាស្លាប់មែនប្រជាពលរដ្ឋខ្មែរត្រូវការតែគណៈបកប្រឆាំងហ្នឹងមួយមែនគេបកស្រាយអញ្ចឹងទៅវិញហើយរះទៅបោះឆ្នោតដល់ពេលអត់ព្រមទៅបោះឆ្នោតរឿង
ធ្វើច្បាប់ឬគម្រាមកំហែងទៀតអ្នកណាអត់ទៅបោះឆ្នោតអត់ឲ្យឈរឈ្មោះបោះឆ្នោតអាណត្តិក្រោយដើម្បីយកចំនួនឲ្យច្រើនមករឿងបោះឆ្នោតដឹងឈ្នះគណៈបកកណ្ដាលអំណាចតែចង់ឲ្យមានចំនួនច្រើនដើម្បីយកទៅអួតសហគមន៍អន្តរជាតិប្រាប់ថាប្រជាធិបតេយ្យខ្ញុំមនុស្សរាប់លានអ្នកទៅបោះឆ្នោតអត់មានការគម្រាមកំហែងប៉ុន្តែនៅក្នុងហ្នឹងគឺគម្រាមកំហែងសពបែបយ៉ាងអ្នកទៅបោះឆ្នោតអ្នកតាមភូមិតាមផ្ទះមានមេឃុំមានចៅសង្កាត់អីទៅឃ្លាំមើលនៅស្ថានីយ៍បោះឆ្នោតទៅរករឿងអ្នកអត់ទៅបោះឆ្នោតរហូតដល់មានយន្តការថាបើអត់បោះឆ្នោតទេគឺអត់អាចឈរឈ្មោះបោះឆ្នោតបានអញ្ចឹងអ្នកដែលចង់ភរិកាដេកផ្ទះឈ្នះស្អាតអីដែលមិនចង់ទៅបោះឆ្នោតដើម្បីកុំបង្ក្រប់កិច្ចគេសុកចិត្តលូនទៅបោះឆ្នោតដល់លូនទៅបានអាចំនួននឹងគ្រប់គ្រាន់ទៅគេយកមកអួតសហគមន៍អន្តរជាតិថាឃើញទេប្រជាពលរដ្ឋទៅពេញស្ថានីយ៍បោះឆ្នោតប៉ុន្តែអាសន្លឹកឆ្នោតអត់បានការពីមុនមានតែ1សែនជាងឯងដល់ពេលបោះឆ្នោតចុងក្រោយមកទៀតមានគូសអត់បានការរហូតដល់7 លានអត់មានយកមកពិនិត្យវាដែលមានការបោះឆ្នោតណាមានអ្នកគូសសន្លឹកឆ្នោតចោលដល់ទៅរាប់សែនអ្នកនោះវាអត់ទេវាខុសបន្តិចបន្តួចបច្ចេកទេសយើងដឹងហើយប៉ុន្តែប្រជាពលរដ្ឋបោះឆ្នោត4 10អាណត្តិហើយរួចតែមកស្រាប់តែអត់ដឹងរបៀបបោះឆ្នោតគាត់អាគូនៅក្នុងវងល្ងងណាស់មែនទេគឺគេបង្រៀនរហូតដល់ចូលក្នុងមុងបើកមុងឲ្យបរៀនរបៀបបោះឆ្នោត5 6អាណត្តិទៅហើយយើងប៉ុណ្ណឹងអត់ឆ្ងល់អត់ស៊ើបអង្កេតអត់តាមដានកចបហ្នឹងអ្នកណាបោះឆ្នោតអីខូចស្លឹកឆ្នោតអីរាប់សែនស្លឹកក៏ធម្មតាអញ្ចឹងទៅធ្វើតែមិនដឹងចាត់ទុកថាប្រជាពលរដ្ឋគូសខុសអីអញ្ចឹងទៅអត់គិតថាគេគូសខ្វែងចោលនឹងដើម្បីគេសម្ដែងការមិនពេញចិត្តព្រោះដោយសារគេមិនអាចតតាំងហិង្សាអីបានគេធ្វើឲ្យសង្ស័យយើងមិនស្ដាប់យើងមិនមើលដល់តែពេលអញ្ចឹងយើងអាចកោអញ្ចឹងឥឡូវសរុបសេចក្តីមកវិញគឺយើងធ្វើអ្វីគឺយើងអាចកោដោយសាររបៀបដឹកនាំរដ្ឋរបស់យើងអញ្ចឹងយើងអត់អាចឈ្នះចិត្តអន្តរជាតិអត់ឈ្នះសារព័ត៌មានអន្តរជាតិអត់ឈ្នះមតិសាធារណជនអន្តរជាតិបានពីរឿងយើងទេព្រោះយើងមកណាអត់ណាថ្កោលទោសយើងសោះហើយខ្ញុំឈឺចាប់មែនតើខ្ញុំឈឺចាប់ចំនួនបងប្អូនយើង17 លានអ្នកព្រោះអីគេមិនដែលទេរុស្ស៊ីវាយអ៊ុយក្រែនប្រាវគឺប្រទេសទូទាំងពិភពលោកថ្កោលទោសរុស្ស៊ីគ្រប់គ្នាយើងស្ទើរតែឃើញថាស្ទើរតែ100%គេថ្កោលទោសរុស្ស៊ីដល់តែពេលថៃវាយខ្មែរប្រាវស្ងាត់ឲ្យឈឹងម្នាក់ផ្សះផ្សាគ្នាទៅសម្រាប់សម្រួលគ្នាទៅនិយាយគ្នាទៅចុះហេតុអីមិនថាអញ្ចឹងជាមួយអ៊ុយក្រែននិងរុស្ស៊ីដែរទៅសម្រាប់សម្រួលអញ្ចឹងទៅហេតុអីបាននាំគ្នាថ្កោលទោសអ៊ុយក្រែនបាទសំទោសរុស្ស៊ីហើយទៅជួយអាវុធសពាវុធអីទៅដល់អ៊ុយក្រែនឲ្យវាយតបរុស្ស៊ីវិញយើងឯនេះវិញមកឲ្យផ្សះផ្សាជាមួយអ្នកឈ្លានពានបំពេញយើងអញ្ចឹងបានថាមើលឡើងវិញបងប្អូនមិនមែនសហគមន៍អន្តរជាតិមើលរំលងយើងទេយើងធ្វើឲ្យសហគមន៍អន្តរជាតិមើលរំលងយើងដោយសារចរិតនិងរបៀបដឹកនាំរដ្ឋរបស់យើងតែប៉ុណ្្នឹងឯងហើយខ្ញុំនិយាយនេះម្ដងទៀតអត់មានទៅរករឿងឲ្យទៅធ្វើទុកបុកម្នេញទម្លាក់រដ្ឋាភិបាលផ្លាស់ប្ដូរអីអត់មាននិយាយចឹងឯងខ្ញុំចង់និយាយថាឲ្យកែរបៀបដឹកនាំរដ្ឋយើងទៅដើម្បីកុំឲ្យស្ថានភាពដដែលនេះវានៅដដែលហើយប្រជាពលរដ្ឋជាម្ចាស់ស្រុកហ្នឹងឲ្យមានមនសិការឧត្តមគតិបញ្ញវន្តនិស្សិតហ្នឹងទាំងអស់ហ៊ាននិយាយហ៊ានប្រាប់ទៅរដ្ឋាភិបាលផងថាធ្វើហ្នឹងមិនត្រូវទេយើងត្រូវដូរទៅបើកែប្រសើរទៅបានប្រយោជន៍ទាំង17 លានអ្នកតាខ្ញុំបាននិយាយឲ្យថាខ្ញុំអត់ខ្វល់អ្នកណាកាន់ប្រទេសទេតកូលហ៊ុនតកូលសុកតកូលរងតកូលកម្មតកូលរងតកូលសំតកូលទាតកូលសតកូលអីតកូលទៅកាន់ចាស់ប្រទេសកម្ពុជានេះព្រោះវាអ្នកនយោបាយយើងទៅកាន់ការប្រទេសមិនមែនការងារស្រួលទេការងារលំបាកតាបើគេជ្រើសរើសបានគេមិនទៅកាន់ការងារប្រទេសទេគ្មានអ្នកណាម្នាក់ចង់ទៅកាន់ការងារប្រទេសដើម្បីឲ្យពិបាកទេគេចង់កាន់នឹងដើម្បីអីចង់ឲ្យមានភាពសុខសប្បាយជានាផ្សះផ្សាជាតិត្រូវរើគ្នាតាតែបើយើងទៅដើម្បីបពពួកនិយមអំពើពុករលួយក្រាញអំណាចអីហ្នឹងអាហ្នឹងយើងទៅបំផ្លាញគ្នាណាតែយើងខំម៉េះហើយទៅប្រជាពលរដ្ឋមកកណោក៏ដឹកទេគេចង់ឲ្យមានល្អប្រសើរទាំងអស់គ្នាមេដឹកនាំបំរើរាជគឺចង់ធ្វើឲ្យតាមឆន្ទៈរាជតាខ្ញុំចង់បានរដ្ឋាភិបាលមួយដែលប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយពេញចិត្តណាវាមិនខ្ទាស់ខ្លះវាមានតែវាប៉ុន្តែកុំឲ្យដូចថាមើលទៅគឺថាវាត្រូវតាមមួយខាងណាមួយខាងទៀតគឺដឹងតែអត់ត្រូវឲ្យឆ្លោះគ្នាចាប់គ្នាដាក់គុករហូតអញ្ចឹងអត់កើតទេឥឡូវនេះវិលមករឿងអ្នកច្បាប់វិញអ្នកច្បាប់នេះខ្ញុំសំដៅទៅលើអ្នកច្បាប់ឯករាជ្យមួយខ្ញុំសូមសរសើរលោកឡុងបញ្ញវុឌ្ឍដែលយើងកម្រមានមេធាវីដែលហ៊ាននិយាយចំរឿងតកតងនឹងរដ្ឋាភិបាលដែរលោកសរសេរអត្ថបទមួយនិយាយអំពីការតវ៉ាការធ្វើអីតាមទូតតាមផ្លូវច្បាប់ហ្នឹងគឺត្រឹមត្រូវណាស់តាមនីតិវិធីផ្លូវទូតរដ្ឋាភិបាលអីហ្នឹងតវ៉ាក៏ប៉ុន្តែលោកថាវាអត់គ្រប់គ្រាន់ទេ
ព្រោះចំនួនរវាងព្រំដែនកម្ពុជាថៃនៅពេលនេះមិនមែនជាចំនួនគ្រាន់តែយើងត្រូវរើគ្នាផ្លូវទូតអាចសរសេរបាននៅមានទំនាក់ទំនងល្អនឹងគ្នាបានទេយើងខ្លាចជាសត្រូវនឹងគ្នាហើយមកកោងកម្លាំងមួយខាងគេមានសពាវុធប្រើប្រាស់លើសកម្លាំងមកលើភាគីមួយខាងទៀតទៅហើយដូច្នេះផ្លូវទូតមិនអាចទៅរួចទេហើយសហគមន៍អន្តរជាតិក៏អត់នៅខាងយើងទៅទៀតដូច្នេះនៅក្នុងសំណេររបស់លោកឡុងបញ្ញវុធនេះគឺលោកស្នើថាប្រើយន្តការច្បាប់អន្តរជាតិអមទៅផងយើងបានន័យថាប្រើអ្វីដែលមានហ្នឹងគឺត្រឹមត្រូវហើយប៉ុន្តែប្រើយន្តការអន្តរជាតិមានទាំងអង្គការក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិផងលោកឡុងបញ្ញវុធធ្លាប់បានស្នើឲ្យរដ្ឋាភិបាលកម្ពុជានឹងដាក់ប្តឹងទៅតុលាការអន្តរជាតិទៅប្តឹងថៃផងព្រោះយើងមានសិទ្ធិគ្រប់គ្រាន់នឹងដាក់ប្តឹងអីអញ្ចឹងផងអញ្ចឹងអ្វីដែលរដ្ឋាភិបាលធ្វើកន្លងមកនេះគឺធ្វើច្រើនរឿងគ្រប់កន្លែងតែអត់ទាន់ត្រូវរមាស់គឺយើងតវ៉ាមែនប៉ុន្តែយើងមិនទាន់ដាក់ពាក្យប្តឹងឲ្យអ្នកច្បាប់រូបនេះក៏នៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្រើប្រាស់យន្តការច្បាប់អន្តរជាតិផងព្រោះមានភ័ស្តុតាងមានអីច្រើនសន្ធឹកហើយលោកក៏លើកឡើងពីរឿងដែលគេយកប៉ូលីសអន្តរជាតិចូលទៅក្នុងអូស្មាច់អីហ្នឹងក៏លោកបានតវ៉ាប្រឆាំងថាមិនមែនជារឿងត្រឹមត្រូវរឿងអីចឹងអ្នកច្បាប់ក៏យល់ដូច្នេះដែរប៉ុន្តែដូចខ្ញុំនិយាយចឹងថាខ្ញុំគ្រប់គ្រងលោកឡុងបញ្ញវុធនៅក្នុងន័យថាយើងធ្វើទៅតាមលក្ខណៈផ្លូវច្បាប់សំទោសផ្លូវទូតផ្លូវអីហ្នឹងតវ៉ាបដិសេធជំទាស់អីហ្នឹងប៉ុន្តែផ្លូវច្បាប់តុលាការអន្តរជាតិដែលយើងជាសមាជិកស្របច្បាប់យើងគួរតែប្រើទៅកុំឲ្យពួកគាត់តនេពេកអីហើយក្នុងពេលហ្នឹងកុំទៅរករឿងរដ្ឋាភិបាលក្រៅប្រទេសឬក៏ប្រជាពលរដ្ឋខ្មែរណាដែលនាំគ្នាដាក់ពាក្យប្តឹងហ្នឹងជួយសាទរគេផងតើខ្លួនឯងមិនដាក់ទៅរករឿងគេទៅវិញបាទឥឡូវនេះគឺខ្ញុំបន្តទៅទៀតក្រៅពីដាក់ប្តឹងហ្នឹងគឺរដ្ឋាភិបាលកម្ពុជាហាក់បីដូចជាកំពុងតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរវល់មែនតើវល់រកទិសតំបន់មិនដឹងថាតើគាត់ស្អំចិត្តអីឲ្យប្រកាសពេលដែលរឿងដែលត្រឹមត្រូវធ្វើក៏អត់ធ្វើដែលរឿងដែលលួងចិត្តស្អំចិត្តប្រជាពលរដ្ឋក៏ចេះតែបន្តធ្វើរហូតដូចជាថ្ងៃហ្នឹងមានលិខិតមួយរបស់ក្រសួងការបរទេសនិយាយអំពីសាររបស់លោកហ៊ុនម៉ាណែតដែលផ្ញើលិខិតមួយច្បាប់ជូនទៅលោកអេម៉ានូអែលម៉ាក្រុងប្រធានាធិបតីអាមេរិកសម្ទោសប្រធានាធិបតីប្រទេសបារាំងឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំងក្នុងការត្រៀមផ្ដល់នូវឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងករណីមានអំពើសំណើពីប្រទេសកម្ពុជាគឺលោកហ៊ុនម៉ាណែតអរគុណប្រធានាធិបតីបារាំងខ្ញុំថារឿងនេះដដែលទៀតហើយខ្ញុំមិនដឹងថាតើហេតុអីបានជារដ្ឋាភិបាលកម្ពុជានៅតែព្យាយាមពង្រៀងស្ថានភាពស្អំចិត្តប្រជាពលរដ្ឋឲ្យសង្ឃឹមខ្យល់ព្រោះអីកាលលោកហ៊ុនម៉ាណែតទៅជួបលោកម៉ាក្រុងនៅទីក្រុងនេះកាលចូលរួមព្រឹត្តិការណ៍ស្អីណាខែមិថុនាអីណានោះគឺថាគេនឹងសន្យាឲ្យឯកសារឲ្យអីហ្នឹងហើយក្រោយមកទៀតហ្នឹងឮសូរថាឲ្យឯកសារកាលលោកសំអានទៅបណ្ណាល័យមួយនៅអាមេរិកនេះនៅ Washington DC ទៅយកផែនទីមកនិយាយពីក្រុមគេប្រសាទជេរលោកសំអានថាចាំបាច់ត្រូវការផែនទីនឹងស្អីគេមានផែនទីនឹងហើយអីទៅយកមកធ្វើស្អីទៀតគាត់ណារបៀបកេងចំណេញនយោបាយគ្មានចេះកិច្ចការព្រំដែនស្អីឡាក់នឹងឡាក់អញ្ចឹងរាល់ថ្ងៃយូរហើយអត់ដែលមានផែនទីទេទឹមទៅសុំពីបណ្ណាល័យអីហ្នឹងក្រុមអាម៉ៃអាថោងគេនឹងជេរបន្តិចលោកសំអានធ្វើដូចថារឿងហ្នឹងគឺសម្រាប់តើឥឡូវហេតុអីក៏មិនរករឿងលោកហ៊ុនម៉ាណែតជាមួយបារាំងទៀតទៅអរគុណឲ្យសរសើរឲ្យលើកជើងឲ្យសង្ឃឹមទៀតថាយើងពិតជាមានដំណោះស្រាយហើយព្រោះអីបារាំងជួយឯកសារយើងបារាំងអត់ត្រូវការជួយឯកសារខ្មែរអីទៀតទេបងប្អូនឯកសារខ្មែរនេះមានតាំងពីឆ្នាំ1959ដែលយើងប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអយុធធម៌អន្តរជាតិរឿងព្រះវិហារគឺប្រើផែនទីអនុសញ្ញាបារាំងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904-1907មានចែងច្បាស់ពីផែនទីមួយខ្នាត1លើ200,000ទៅយកពីបារាំងយៈណាមកទៀតបើយើងមានអស់ហើយហ្នឹងវាអត់សំខាន់ថាបានឯកសារហ្នឹងមកពីណាទេយើងគ្រាន់តែនាំគ្នាស្អំចិត្តប្រជាពលរដ្ឋធ្វើឲ្យមើលទៅរដ្ឋាភិបាលប្រឹងណាស់ឥឡូវបានបារាំងជួយទៀតហើយប៉ុន្តែយកមកទៅអីដូសជេមានពេញផ្ទះតែយើងអត់ដាក់ប្តឹងគេផងហ្នឹងយើងយកផោះតាំងហ្នឹងមកទៅអីបើយើងអត់ដាក់ប្តឹងគេផងហ្នឹងយើងផោះតាំងដើម្បីជួយឲ្យយើងមានទម្ងន់នៅក្នុងការប្តឹងថៃខ្ញុំថាមិនចាំបាច់យកផោះតាំងពីបារាំងណាមកទៀតទេផោះតាំងកម្ពុជាយកតាអ្វីដែលជាសន្ធិសញ្ញាបារាំងសៀមមានស្រាប់នឹងមកហើយយកអាផោះតាំងដែលថៃឈ្លានពានកម្ពុជាវាយលិចលុកខ្ទេចខ្ទីអស់មកហ្នឹងគឺថាវាគ្រប់គ្រាន់ល្មមដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិផងតុលាការយុត្តិធម៌អន្តរជាតិផងអត់ត្រូវការបារាំងអីណាទៀតក៏ប៉ុន្តែខ្ញុំក៏សាទរដែរថាបើបារាំងឲ្យមកទៀតយកទៅអរគុណគេទៅវាត្រូវហើយក៏ប៉ុន្តែកុំឲ្យធ្វើរឿងហ្នឹងដូចថាប្រឡំប្រឡប់រហូតព
ប្រជាពិធដ្ឋអូយមកទៀតហើយកាលមុនឲ្យមកទៀតហើយប្រជាប្រដ្ឋអតិចទៅទិញពេលវេលាតិចថាយើងកំពុងតែតាក់ទងបារាំងតែយកមកតែអីបើយើងអត់ទាន់ដាក់ប្តឹងផងហើយកុំភ្លេចថាបណ្ដឹងទៅតុលាការយុតិធធអន្តរជាតិឬព្រំប្រទាននេះណាត្រូវការពេលយូរចុះបើយើងអត់ដាក់ប្តឹងឥឡូវចុះតម្រាំតែគេចាត់ការតើប្រមាណឆ្នាំទៀតតើដីធ្លីដែលថៃកំពុងតែឆ្នៃទៅជាស្អីហ្នឹងនឹងទៅជាស្អីអស់ហើយតម្រាំដល់ពេលហ្នឹងយើងទៅទាស្អីឥឡូវរូបពុទ្ធបដិមាហ្នឹងយកទៅដាក់នៅគ្រប់កន្លែងចង់គ្រប់កន្លែងអស់ហើយហ្នឹងអញ្ចឹងនៅក្នុងរឿងនេះខ្ញុំឃើញលោកអ៊ុំសំអានដែលលោកក៏ថ្លែងសារតាក់ទងនឹងរឿងចំហរបស់រដ្ឋាភិបាលហ្នឹងលោកអ៊ុំសំអានបងប្អូនគាត់ជាមន្ត្រីកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសសាររបស់គាត់ថ្ងៃនេះនៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងគឺគាត់និយាយថារដ្ឋាភិបាលកម្ពុជានៅតែធ្វើរឿងដដែលហើយមិនជាបានផលអីទេព្រោះអីនៅតែកិច្ចវេះពីការដាក់ប្តឹងទៅតុលាការយុតិធធអន្តរជាតិយកអាផែនទីលោកអ៊ុំសំអានក៏និយាយដែរថាផែនទីបារាំងផែនទីអីហ្នឹងវាជាការល្អហើយលោកក៏សាទរដែរឲ្យតែបានមកឯកសារអីក៏ដោយប៉ុន្តែសំខាន់វាមិនមែននៅលើឯកសារដែលបានទេសំខាន់នៅលើយើងដាក់ពាក្យប្តឹងទៅតុលាការយន្តការអន្តរជាតិហ្នឹងដើម្បីឲ្យគេដោះស្រាយអត់បើអត់ដាក់ទេលោកនៅតែលើកស្នើឲ្យថាលោកហ៊ុនម៉ាណែតបើសិនជាមិនចង់ដាក់ពាក្យប្តឹងឬក៏មានបញ្ហាអីទេចុះចេញពីតំណែងទៅទុកឲ្យអ្នកក្រោយគេរៀបចំចាត់ចែងរដ្ឋាភិបាលថ្មីនឹងអីចឹងទៅដើម្បីឲ្យបានមានប្រសិទ្ធភាពជាងហ្នឹងបាទនេះគឺជាសាររបស់លោកអ៊ុំសំអានខ្ញុំគាត់ណាសង្ខេបទេខ្ញុំមិនអានអស់ទាំងស្រុងទេដោយសារតែបងប្អូនចង់មើលសាររបស់គាត់ទៅមើល Facebook របស់លោកអ៊ុំសំអានទៅគាត់មានសរសេរច្រើនជាងហ្នឹងហើយដោយសារតែពេលវេលាខ្លីផងហ្នឹងគឺខ្ញុំសង្ខេបត្រឹមប៉ុណ្ណឹងចំណែកឲ្យលោកម៉ែនណាតឯនោះក៏និយាយអំពីរឿងលោកហ៊ុនម៉ាណែតសុំសហប្រតិបត្តិការពីបារាំងហ្នឹងក៏លោកគិតថាជារឿងត្រឹមត្រូវដែរលោកសាទរដូចគ្នាថានេះគឺជាគោលដៅត្រូវអីហើយព្រោះអីប៉ុន្តែលោកថាជាមួយគ្នានេះកម្ពុជាគួរពឹងបារាំងឲ្យជួយធ្វើជាសក្ខីកម្មក្នុងតុលាការនៅពេលកម្ពុជាប្តឹងប្រទេសថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រំប្រទានអន្តរជាតិ ICC និយាយទៅគឺអ្នកខ្លាំមើលសង្គមទាំងអស់អ្នកច្បាប់អ្នកអីសុទ្ធតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលដាក់ប្តឹងតែរដ្ឋាភិបាលអត់ដាក់ប្តឹងធ្វើអីរដ្ឋាភិបាលអាហ្នឹងធ្វើម៉េចបាទឥឡូវនេះគឺព័ត៌មានប៉ុណ្ណឹងប៉ុណ្ណឹងសិនបងប្អូនយើងនៅតាមដានតទៅទៀតក្រសួងការពារជាតិទាត់ចោលព័ត៌មានថៃដែលផ្សាយថាកម្ពុជាប្លង់គ្រាប់ចូលដីថៃមួយគ្រាប់ថ្មីទៀតបាទតាមពិតអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រីម៉ាលីសុជាតាថ្ងៃនេះចេញសេចក្តីថ្លែងការណ៍ដោយច្រានចោលព័ត៌មានថៃច្រើនប៉ុស្តិ៍ដែលផ្សាយថាកម្ពុជាប្លង់គ្រាប់40មីលីម៉ែត្រមួយគ្រាប់ថ្មីទៀតចូលទៅក្នុងដីថៃក៏ប៉ុន្តែអ្នកស្រីម៉ាលីសុជាតាបញ្ជាក់ថាតាមទំនាក់ទំនងរវាងមន្ត្រីភូមិភាគថៃនិងខ្មែរបានបោះដៃទៅវិញទៅមកហ្នឹងថាព្រឹត្តិការណ៍នេះមិនកើតឡើងដោយអ្វីដែលជាការផ្សាយសារព័ត៌មានថៃហើយបានលើកទឹកចិត្តថាកុំឲ្យផ្សាយបន្តឬក៏ឲ្យមើលប្រភពព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាជាផ្លូវការអីចឹងទៅបាទតាមពិតពិបាកនឹងផ្ទៀងផ្ទាត់ណាស់ព្រោះយើងគ្មានសារព័ត៌មានអន្តរជាតិឯណាទេបើថារដ្ឋាភិបាលកម្ពុជាថាអញ្ចឹងហើយជឿគាត់សិនទៅបាទយ៉ាងណាបងប្អូនបញ្ហាព្រំដែនហ្នឹងចិត្តបោះឆ្នោតនៅថៃហ្នឹងគឺវារៀងរំជើបរំជួលបន្តិចមិនមានអីភ្ញាក់ផ្អើលទេតែដូចខ្ញុំបានជម្រាបចឹងថៃអត់វាយខ្មែរធ្វើអីទៀតយកដីប្រមាណទៀតទេថៃវាយនៅពេលដែលខ្មែរចង់វាយដដើមយកអាដីដែលគេគ្រប់គ្រងបាននេះបើឲ្យថៃវាយដដើមមកប្រមាណទៀតនេះដូចជាមិនមានលេសអីទេព្រោះគេកំពុងការពារដីដែលគេវាយបានវាអត់ត្រូវការវាយថែមទៀតនាំឲ្យមានបញ្ហាតបៅធូងទេសំខាន់គឺគេព្រមវាយបានហើយយើងព្រមឲ្យដីព្រមឲ្យគេគ្រប់គ្រងដីដែលគេវាយបានចឹងបានន័យថាគេជាភាគីឈ្នះហើយហ្នឹងរួចគេទៅមករករឿងយើងអីទៀតបើគេយកទ្រព្យដូចចោលចឹងបងប្អូនលួចរបស់យើងមកបាន4 5វង្វិចហើយហ្នឹងរួចទៅមកចង់វាយលួចយកអីទៅទៀតបើយកបានហើយគ្រប់គ្រងអាហ្នឹងសិនកុំឲ្យយើងទៅទាញយកមកវិញទៅអាហ្នឹងគឺជាអ្វីថៃកំពុងការពារទ្រព្យដែលលួចបានហើយដឹងថាខ្មែរមិនទាន់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអាហ្នឹងបើថាវាយក្រោយនៅពេលតុលាការប្រកាសខ្សាលក្រមមកឲ្យខ្មែរឈ្នះហើយទៅថៃអត់ព្រមអាហ្នឹងអាចមានរពើងអ្វីទៀតខ្ញុំអត់ដឹងទេព្រោះថៃគេមិនអស់ចិត្តទេតែយ៉ាងណាបើមានតុលាការគេសម្រេចយើងបានកក់ក្ដៅជាងការឆ្លោះគ្នាស្រេចថៃថាមិនអញ្ចឹងណាបាទឥឡូវនេះគឺក្រៅពីហ្នឹងគឺនៅមានព័ត៌មានមួយទៀតតាក់ទងនឹងរឿងបងប្អូនអនុរដ្ឋមន្ត្រីការពារជាតិថៃថ្ងៃនេះទៅប្រាសាទតាមាន់ធំនិងប្រាសាទតាកបីអូយទៅសម្ភាសជាមួយអ្នកកសែតអ្នកអីយ៉ាងកក្រឹកកក្រែងពេលខ្មែរយើងក្រសួងធម្មការក្រសួងវប្បធម៌វិចិត្រសិល្បៈក្រសួងអីនិយាយអំពីរឿងថ្កោលទោសថៃអីរឿងជួសជុលឬក៏កែស្ថានភាពនៅប្រាសាទខ្មែរហ្នឹងថៃអត់មានស្ដាប់អីបន្តិចនាំអនុរដ្ឋមន្ត្រីក្រសួងការពារជាតិគេចោះទៅចែកអំណោយចែកអីដល់ទាហានតែអីយ៉ាងកក្រឹកកក្រែងបាទគេផ្កើណាគេមិនស្ដាប់យើងចឹងបានថាយើងពីវនាវដាច់ខ្យល់ស្លាប់បើអត់ប្តឹងគេណា
ខ្ញុំអាណិតកម្ពុជាខ្លោចចិត្តដែរគឺថាធ្វើអូយធ្វើប៉ុន្តែអារឿងដែលត្រូវអត់ធ្វើសោះអារឿងប៉ណ្ដឹងហ្នឹងជនភៀសសឹកមកដល់ថ្ងៃនេះគឺឃើញថានៅសល់ជិត100,000 នាក់ទៀតបងប្អូនមិនទាន់បានវិលត្រឡប់ទៅយើងវិលទៅជាង500,000 នាក់ប៉ុន្តែនៅសល់ជាង900,000សំទោសជាង95,000 នាក់ជាងទៀតដូច្នេះនៅច្រើនដែរមួយថ្ងៃនៅទៅ3-4,000 នាក់កាលពីមុនមួយថ្ងៃសឹម18,000អីចឹងណាបាទឥឡូវនៅធ្លាក់ត្រឹមថ្ងៃខ្លះបាន5,000ដែរប៉ុន្តែមានថ្ងៃខ្លះបាន1,800ថ្ងៃខ្លះ2,000ជាងអីអ្នកអីចឹងបញ្ជូនទៅប៉ុន្តែប្រជាពលរដ្ឋទៅយ៉ាងម៉េចបងប្អូនតំបន់ច្រើនណាស់ដូចបឹងតគួនអូស្មាច់ថ្មដាភូមិជោគជ័យច្រកអានសេះអីហ្នឹងកន្លែងច្រើនណាស់ដែលគាត់ចូលទៅវិញអត់បាននៅរាប់ពាន់គ្រួសារហើយបើទោះអ្នកទាំងអស់នេះទៅអស់ណា90,000អ្នកហ្នឹងក៏អ្នកដែលប្រមាណពាន់គ្រួសារហ្នឹងក៏មិនទៅបានដែរគឺទាល់តែមានការប្តឹងផ្ដាល់គ្នាដាច់ស្រេចហើយហ្មងប្តឹងផ្ដាល់គ្នាហ្នឹងគឺមិនដឹងជានៅត្រាំត្រែងរ៉ាំរ៉ៃទុក្ខវេទនាប៉ុណ្ណាទៀតទេបងប្អូនព័ត៌មានចុងក្រោយ2 3ទៀតគឺតាក់ទងនឹងអ្នកសារព័ត៌មានម្នាក់ត្រូវចាប់ខ្លួនក្រោយរាយការណ៍អំពីអំពើហិង្សាក្នុងទីតាំងឆបបោកអនឡាញបាទយើងចាប់រហូតបងប្អូនបើរឿងដោះលែងហ្នឹងគឺអត់មានយើងឃើញតាមការរាយការណ៍របស់សារព័ត៌មានអង្គការសិទ្ធិមនុស្សក្នុងស្រុកគឺលីកាដូថាលោកហែមវណ្ណាអ្នកសារព័ត៌មានអនឡាញមកពីគេហទំព័រ HVNN TV online ត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួនព្រឹកថ្ងៃទី4ខែកុម្ភៈនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយពេលដែលលោករាយការណ៍អំពីករណីអំពើហិង្សានៅក្នុងអគារមួយដែលត្រូវបានសង្ស័យថាជាអគារមានសកម្មភាពឆបោកអនឡាញនិងស្ថិតនៅចម្ងាយប្រមាណ100ទៅ200ម៉ែត្រពីខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាទក្រោយចាប់ខ្លួនលោកត្រូវបានបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យសាកសួរមុនពេលលោកត្រូវព្រះអាជ្ញាចោទប្រកាន់ពីបទញុះញង់ហើយក៏បច្ចុប្បន្ននេះលោកកំពុងជាប់ឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យបាទឥឡូវជិតដល់100នាក់ហើយអ្នកជាប់ឃុំខ្លួនហ្នឹងគឺអ្នកទោសមនសិការហ្នឹងគឺគ្មានការដោះលែងទេចុងក្រោយគឺតកតងកម្ពុជាសន្យាថានឹងព្យាបាលជំងឺរ៉ាំរ៉ៃឆបោកអនឡាញឲ្យបានជាដាច់ត្រឹមខែមេសាឆ្នាំនេះគួរឲ្យសាទរមែនតើខ្ញុំឮសារនេះពីលោកទូចសុខៈអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់សារព័ត៌មានធ្វើសន្និសីទសារព័ត៌មានគាត់ថាប្រើអីគេថាគេបដូរយុទ្ធសាស្ត្រពីការបង្ក្រាបទៅជាការលុបបំបាត់វិញហើយគឺគេប្រើយុទ្ធនាការមួយប្រើពាក្យថា XXL បាទទំហំធំដាច់ហ្មងគឺថាវាយផ្ដាច់ហ្មងខ្ញុំសាទរការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក៏ប៉ុន្តែអ្នកច្បាប់ថាមិនមែនគ្រាន់តែមានការបដិញ្ញាចិត្តទេគឺការពង្រឹងការអនុវត្តហ្នឹងឲ្យអនុវត្តឲ្យជាក់ស្ដែងច្បាប់យើងមានហើយអ្នកច្បាប់លោកឡុងបញ្ញវុฒអីក៏ថាច្បាប់ខ្មែរមានមិនខ្វះទេច្បាប់ជួញដូរប្រឆាំងការជួញដូរគ្រឿងញៀនច្បាប់ស្អីប្រក្រាបអីព្រមត្តននីតិវិធីអីមានទាំងអស់សំខាន់តែយើងហ៊ានអាសាច់នឹងទាំងអស់នឹងទេព្រោះអីវាជារឿងមួយដែលត្រូវអាសាច់មន្ត្រីពុករលួយស្ថាប័នពាក់ព័ន្ធមន្ត្រីថ្នាក់លើធំហើយមន្ត្រីច្រើនណាស់ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនោះអត់ទាន់មានឃើញជាប់ឈ្មោះឬយកមកដោះស្រាយយកមកកាត់ទោសយើងឃើញតែអាមីអាថោងកពឹសកភ្លៀងនឹងត្រីកញ្ចោះទេប៉ុន្តែត្រីធំត្រីឆ្ដោធំអត់ដែរសោះយើងមើលលោកលីយ៉ុងផាត់លោកកុកអានលោកហ៊ុនតូមន្ត្រីប្រមាណទៀតអង្គញាមហាមន្ត្រីផ្សេងទៀតនៅក្នុងបញ្ជីរាយនាមរបស់រដ្ឋាភិបាលអាមេរិកអីហ្នឹងបញ្ជីខ្មៅហ្នឹងអត់ដែលឃើញទៅក្បែរសោះយើងឃើញតែកម្បាតតិចតួចហ្នឹងចាប់បញ្ជូនហ្នឹងអរគុណសរសើររដ្ឋាភិបាលធ្វើប៉ុន្តែនិយាយទៅម្ដងទៀតបើគុំតែមានចំនួនព្រំដែនណាខ្លាំងឲ្យថៃរករឿងនឹងការឆបបោកអនឡាញធ្វើជាលេសអីបន្ថែមដើម្បីលាបពណ៌ឲ្យកម្ពុជាឃើញជានរុអវជ័យដែលជានរុអវជ័យស្រាប់ហ្នឹងកុំអីក៏អត់ដែលបានចាប់ចិនស៊ីឬក៏អីនេះដែរនិយាយទៅគឺវាអកុសលដែលមានចំនួនព្រំដែនប៉ុន្តែវាជាការបើកផ្លូវដើម្បីឲ្យមានចំណាត់ការខ្លះដែរព្រោះកម្ពុជាអត់ជំរឿសឲ្យពីមុនអត់ធ្វើប៉ុន្តែឥឡូវអត់ជំរឿសព្រោះមានតែស្លាប់ខ្ញុំសាទរសូមឲ្យធ្វើប៉ុន្តែសូមឲ្យធ្វើឲ្យដូចភ្លៀងរលឹមហើយចាប់មន្ត្រីដែលពាក់ព័ន្ធទាំងអស់នោះកុំគិតថាអង្គញាមហាមន្ត្រីអីហើយចាប់ផ្ដើមពីមេធំទៅមុនទូចហ្នឹងបានហើយរាប់ពាន់អ្នកហ្នឹងរាប់ទៅ10មួយយួរទេសំខាន់គឺមន្ត្រីមេខ្លោងហ្នឹងបើគ្មានការបញ្ជាពីមេខ្លោងធំទេគ្មានអ្នកណាទៅបើកមជ្ឈមណ្ឌលឆបបោកអនឡាញនៅកម្ពុជា53មជ្ឈមណ្ឌលនៅទូទាំងប្រទេសបានទេស្អីកាស៊ីណូអូស្មាច់អីហ្នឹងជាបនលបែងក៏ក្រើកដែលថៃគេនាំមន្ត្រីគេចូលទៅណានៅក្នុងដែនអធិបតេយ្យកម្ពុជាធ្វើអីអត់បានទាល់តែថៃវាយបានថៃចូលមកលុកលុយបានឃើញអូយងាប់ហើយវាប្រកម្មចិត្តដែរតែថៃមិនគួរមកឈ្លានពានមកបំពេញធ្វើអីអញ្ចឹងសំខាន់គឺតែខ្មែរខ្លួនឯងបើគេមិនវាយបាយខ្ទេចខ្ទីហ្នឹងគឺយើងអត់ធ្វើយើងនៅតែអញ្ចឹងយើងនៅតែថាអត់ទេយើងនៅតែទាត់ចោលរហូតការពាររហូតតែឥឡូវដល់ពេលគេហែកពោះឲ្យក្អែកចឹកចឹងមកបានតែយើងដោះស្រាយតែធ្វើទៅខ្ញុំនៅតែលើកចិត្តទឹកចិត្ត
ហើយម្ដងទៀតគឺកាត់ចោលទៅសាច់ស្អុយសាច់អីហ្នឹងចោលទៅព្រោះម៉ោងនេះគឺស្លាប់ហើយជំងឺមហារីកដំណាក់កាលទី4ហើយកាលមុនដោះខាត់ឆ្លុះកញ្ចក់ដោះខាត់ឆ្លុះកញ្ចក់សាច់ស្អុយកាត់ចេះតែថាឥឡូវដល់ពេលជំងឺមហារីកដំណាក់កាលទី4ដេកលើក្រែហើយបើសិនជាមិនអាចកាត់ទេគឺកម្ពុជាយើងគឺយកទៅប្រឆាយអាហ្នឹងអស់លោកគិតខ្លួនឯងតែឥឡូវហ្នឹងធ្វើតាមហ្នឹងព័ត៌មានបញ្ចប់ចុងក្រោយគឺតកតងនៅអាមេរិកនេះគឺយើងមានលោកត្រាំគាត់បញ្ជាឲ្យដកកម្លាំងប៉ូលីស ICE ខ្ញុំសរសេរ ICE ជក់មាត់នឹងតុលាការពេល ICE គឺ ICE មិនមែន ICC ទេ sorry យើងគាត់ដក700ពីរដ្ឋមីនីសូតាដោយសារបាតកម្មជុំទឹះប្រឆាំងនឹងប៉ូលីស ICE ហើយគឺថារករឿងលោកត្រាំមែនតើដោយសារតែប្រើអយន្តការ ICE នឹងវាដូចថាធ្វើទុកបុកម្នេញហិង្សានឹងក៏ក្រៅពេញផ្ទៃប្រទេសឥឡូវតវ៉ាឲ្យដកមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិសន្តិសុខជាតិអីផងដូច្នេះលោកត្រាំគាត់ថាគាត់នឹងប្រើវិធានការតិចវិញមិនប្រើក្តៅទៀតទេឥឡូវដក700អ្នកហ្នឹងស្មានតែអស់មែនបងប្អូននៅសល់ ICE 2000អ្នកទៀតនៅរដ្ឋមីនីសូតាតែយ៉ាងណានេះគឺជាចំហរបស់រដ្ឋាភិបាលដែលបន្ធូរភាពតានតឹងបន្តិចដែរមួយទៀតគឺលោកត្រាំបញ្ជាឲ្យដកកម្លាំងហ្នឹងថ្ងៃនេះគឺតាក់តងរឿងដាច់ដライមួយតែពាក់ព័ន្ធរឿងលោកត្រាំដែរគឺជនដែលប៉ុនប៉ងធ្វើឃាតលោកត្រាំគឺត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតបាទបងប្អូនគឺលោកត្រាំត្រូវបានឃាតករប៉ុនប៉ងធ្វើឃាត2ដងមិនអញ្ចឹងឯងបងប្អូនចាំមែននៅខែមិថុនានោះគឺមានក្មេងម្នាក់បាញ់ស៊ីបតម្រង់ទៅគាត់កិច្ចយ៉ាងម៉េចងាកយ៉ាងម៉េចទេមិនមែនកិច្ចទេគឺប៉ះតាតងស្លឹកត្រចៀកទៅរួចជីវិតហើយគ្រាប់ហ្នឹងក៏ត្រូវស្លាប់មនុស្សម្នាក់នឹងរបួស2នាក់ធ្ងន់ទៀតតែពួកខាងបាញ់ស៊ីបខាងរដ្ឋាភិបាលកងកម្លាំងសម្ងាត់ហ្នឹងក៏បាញ់ជនដែលសង្ស័យនោះស្លាប់បាត់ទៅហ្នឹងចប់សំណុំរឿងហ្នឹងមួយប៉ុន្តែក្រោយមកមានតាម្នាក់ដែលទៅលបនៅអាកន្លែងវាលកូនគោគាត់នៅ Florida ហ្នឹងចាំបាញ់សម្រាប់លោកត្រាំទៀតប៉ុន្តែមិនបានសម្រេចឥឡូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិតដោយកាលពីម្សិលមិញនេះហើយលោកដែលជាជនប្រព្រឹត្តដៃដល់នេះគាត់ថាគាត់មិនមានបកនយោបាយណាទេគាត់ស្អប់លោកត្រាំដោយសារតែភាពដឹកនាំជាមេដឹកនាំផ្ដាច់ការបានគាត់ចង់សម្លាប់អីចឹងទៅបាទមិនពាក់ព័ន្ធគណៈបកនយោបាយណាទាំងអស់បើនៅស្រុកមួយចំនួនគឺឲ្យតែមានធ្វើបាបមេដឹកនាំបែបអញ្ចឹងច្បាស់ជាគេលៀបពណ៌ទៅជាអ្នកកាន់គណៈបកនេះគណៈបកនោះរឿងគណៈបកនយោបាយលំប៉ុន្តែនៅអាមេរិកប្រព័ន្ធដឹកនាំច្បាប់គេត្រឹមត្រូវគឺបុគ្គលឯកជនបែបនេះគឺគាត់ធ្វើខ្លួនឯងគឺមិនពាក់ព័ន្ធគណៈបកនយោបាយណាហើយតុលាការក៏កាត់សម្រេចតាមនឹងទៅបាទបងប្អូនខ្ញុំអស់ឲ្យព័ត៌មានប្រចាំរាត្រីនេះគឺសន្មតចាប់ត្រឹមប៉ុណ្ណេះជួបគ្នានៅរាត្រីស្អែកទៀតរាត្រីសួស្តីបងប្អូននៅស្រុកខ្មែរអរុនសួស្តីបងប្អូននៅអាមេរិកបាទសូមជម្រាបលា